ជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងបង្ហាញពីវីដេអូដែលខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាប្រហែលជា2សប្តាហ៍ហើយពេលកំឡុងដែលពេលដែលខ្ញុំទៅនឹងគឺប្រទេសឥណ្ឌាកំពុងតែមានបញ្ហាជាមួយនឹងប្រទេសប៉ាគីស្ថានដែលជាប់ព្រំដែនកាស្មៀរពេលដែលខ្ញុំធ្វើដំណើរទៅនឹងគឺខ្ញុំទៅចេញពីសិង្ហបុរីទៅកាន់ New Delhi ក្នុងប្រទេសឥណ្ឌាហើយយើងនឹងគេងនៅ New Delhi នឹងមួយយប់ហើយខ្ញុំបានទៅលេងឆាច់ឆ្មៃហាត់ហើយខ្ញុំទៅ Agra Wall ដែលជាមហាកំផែងជាបន្ទាយកងទ័ពរបស់ប្រទេសឥណ្ឌាកាលពីជំនាន់មុនដែរអញ្ចឹងនេះជាកន្លែងដំណើរកម្សាន្តរបស់ខ្ញុំនៅប្រទេសឥណ្ឌាដែលខ្ញុំបានស្នាក់នៅហើយនឹងដើរកម្សាន្តនៅអាក្រាដែលនៅជាតំបន់ខេត្តមួយរបស់ប្រទេសឥណ្ឌាដែរហើយវីដេអូពេញខ្ញុំបង្ហាញទៅកាន់អ្នកទាំងអស់គ្នាទាំងអាហារនៅរបៀបនៃការធ្វើដំណើរទៅទីតាំងកន្លែងដែលយើងចង់ទៅនោះដែរហើយបើពេញចិត្តសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតនេះជាថ្ងៃទី3ហើយដែលខ្ញុំបានធ្វើដំណើរពី New Delhi គឺទៅកាន់ Leh Ladakh ដែលជាប់នឹងព្រំដែនកាស្មៀរឥឡូវនេះខ្ញុំកំពុងតែថតនៅលើយន្តហោះដើម្បីបង្ហាញទៅកាន់អ្នកទាំងអស់គ្នាដើម្បីមើលពីលើពីទស្សនវិជ្ជាពីលើយន្តហោះភ្នំតកកឃើញអីចឹងបាទកន្លែងនេះគេកន្លែងដែលដូចជាសារីត្រីរបស់គេហើយនេះខ្ញុំកំពុងតែចាំគេដើម្បីគេធ្វើกระดาษដើម្បីយើងអាចធ្វើដំណើរនៅតាមផ្សេងៗបានទោះអ្នកទាំងអស់គ្នាមានកระดาษវីសាអីក៏ដោយប៉ុន្តែបើយើងអត់បានទៅចុះឈ្មោះដើម្បីយើងសុំការអនុញ្ញាតចូលទៅកន្លែងព្រំដែនគេនីមួយៗនឹងទេគឺយើងមិនអាចដំណើរកម្សាន្តនៅលេលដាតនឹងបានទេព្រោះកន្លែងនេះជាកន្លែងដីដែលកំពុងតែមានបញ្ហាទំនាស់តាំងពីយូរហើយមិនទាន់បានដោះស្រាយបានទេហើយកន្លែងដែលខ្ញុំទៅគឺកន្លែងដែលស្រស់ស្អាតមែនទែនបងប្អូនគឺមានភ្នំតកកមើលទៅចាប់អារម្មណ៍មែនទែនប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ទៅលេលដាតគឺត្រូវការទិញកំប៉ុងអុកស៊ីសែនទៅដូចជាខ្ញុំអីគឺខ្ញុំទិញកំប៉ុងអុកស៊ីសែនប៉ុន្តែមុននឹងបានទិញគឺមកពីខ្ញុំគេងបងប្អូនគឺពេលគេងទៅវាដកដង្ហើមអត់កើតអញ្ចឹងខ្ញុំត្រូវការបាញ់ចំណូលអុកស៊ីសែនដើម្បីយើងអាចដកដង្ហើមបានស្រួលឡើងបាទនៅតំបន់ហ្នឹងភាគច្រើនគឺខ្វះអុកស៊ីសែនសូម្បីតែអ្នករស់នៅហ្នឹងគឺធ្វើការឆាប់ហត់ប៉ុន្តែដោយសារគាត់ស្គាំជាមួយនឹងអាកាសធាតុហើយយើងតាក់ទងជាមួយនឹងសុខភាពរបស់យើងដែរអ្នកដែលចូលចិត្តហាត់ប្រាណច្រើនឬក៏អ្នកដែលចូលចិត្តដើរច្រើនប្រហែលជាគាត់អាចទប់ជាមួយនឹងអាកាសធាតុហ្នឹងឬក៏ការដែលខ្វះអុកស៊ីសែននៅហ្នឹងដែរអញ្ចឹងប៉ុន្តែរីកមិនរបស់ខ្ញុំគួរតែទិញសាគូទៅហើយនៅពេលដើរលេងបានហត់ហើយគឺបានកាហ្វេឬក៏តែក្តៅគឺឆ្ងាញ់មែនតើបងប្អូនអើយញ៉ាំចឹងហើយយើងឃើញទស្សនវិជ្ជាគឺស្អាតមែនតើនៅលេលដាត់ហ្នឹងគឺមានភ្នំតកកមានអីចឹងដូចយើងបានទៅដល់ប្រទេសស្វីសឃើញភ្នំតកកយើងអង្គុយពីលើភ្នំទៅអង្គុយញ៉ាំតែក្តៅចឹងទៅឃើញទស្សនវិជ្ជាស្អាតមែនតើបងប្អូនខ្ញុំនៅចាំទស្សនវិជ្ជាហ្នឹងគឺដកជាប់ហើយយើងស្រូបយកខ្យល់អាកាសខ្លាំងទៅអានេះជាថ្ងៃទី1គឺខ្ញុំអត់អីទេសម្រាប់សុខភាពប៉ុន្តែថ្ងៃទី2គឺខ្ញុំត្រូវការចំនួនបងប្អូននេះគឺសារីត្រីរបស់គេដាក់ I love ជាសារីត្រីគេមានលក់វត្ថុអនុស្សាវរីយ៍ច្រើនមានហាងមានអីអញ្ចឹងខ្ញុំមកញ៉ាំ burger ញ៉ាំអីទេដោយសារតែម្ហូបនៅហ្នឹងគឺញ៉ាំអត់ខាតទេគឺសិតតែម្ហូបទៀតដូចតែគ្នាទេហើយនេះជាកន្លែងដែលឆ្ងាយជាងគេនៅចេញពីក្រុងលេលដាតទៅគឺឆ្ងាយមែនតើបងប្អូនជី60គីឡូប៉ុន្តែដោយសារតែយើងបានកក់អត់តែដែលគាត់ជួយយើងបានច្រើនគាត់បានរកនៅឡានជួលគឺក្នុងមួយថ្ងៃពេញហ្នឹងគាត់យកតែ$60ទេហើយយើងទៅច្រើនកន្លែងមែនតើបើយើងសរុបទៅចង់ 4-5 កន្លែងដែរហើយគាត់បានរកនៅកន្លែងមួយទៀតគឺមានផ្កាសាគូរ៉ាតាមពិតកន្លែងហ្នឹងគាត់ចង់ដោយសារជីកាន់អញ្ចឹងគាត់ចង់មកយើងទៅកន្លែងហ្នឹងដែរប៉ុន្តែចាក់ស្ដែងគឺយើងវាថតកន្លែងគឺវត្តអារាមគឺដូចគ្នាទេប៉ុន្តែគ្រាន់តែវាចាប់អារម្មណ៍ផ្សេងពីគ្នាដែរប៉ុន្តែកន្លែងហ្នឹងដែលខ្ញុំបានចាប់អារម្មណ៍គឺផ្សារកូរ៉ាបងប្អូននៅគឺខែ5គឺពាក់កណ្ដាលខែ5គឺវាអស់ហើយគឺខែ4អីគឺចាប់ផ្ដើមអស់ផ្កាយប៉ុន្តែមកដល់កន្លែងនេះគឺប្រហែលជារដូវវាប្រែប្រួលផងអីផងទៅធ្វើឲ្យផ្កានោះវានៅតែមានដដែលដែរអរគុណច្រើនហើយវីដេអូពេញខ្ញុំបង្ហាញទៅកាន់អ្នកនរគ្នាដែរហើយបើពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយ Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែរអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត